សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបញ្ចូលថ្ងៃឈប់សម្រាកដំបូងឡើយគឺយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ vacation ហើយយើងធ្វើការ click ទៅលើ holiday ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់ holiday បន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង add new ដើម្បីបញ្ចូលថ្ងៃឈប់សម្រាកហើយវានឹងបង្ហាញប្រអប់ដើម្បីយើងធ្វើការបញ្ចូលថ្ងៃឈប់សម្រាក name នេះគឺជាឈ្មោះថ្ងៃឈប់សម្រាកបន្ទាប់មកយើងជ្រើសរើសថ្ងៃដែលត្រូវឈប់សម្រាកនេះគឺជាអ្វីដែលយើងបានបញ្ចូលអំបញ្ញមិញហើយខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះបន្តិចប្រសិនបើកម្ចីយើងប៉ះចំថ្ងៃដែលយើងកំណត់ថ្ងៃឈប់សម្រាកអញ្ចឹងគឺកម្ចីយើងនឹងធ្វើការផ្លាស់ប្ដូរលើកទៅថ្ងៃបន្ទាប់ទៀតឧទាហរណ៍ថាបើសិនជាកម្ចីប៉ះចំថ្ងៃទី9ខែ6ឆ្នាំ2016វានឹងធ្វើការលើកទៅថ្ងៃទី10ខែ6ឆ្នាំ2016